របាយការណ៍សន្ទុះតម្លៃនៃចំណាយរបស់សហរដ្ឋអាមេរិកនឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងសប្តាហ៍នេះសូមស្វាគមន៍មកកាន់ព័ត៌មានហេតុការណ៍របស់ Apple Insight ការសង្ខេបព្រឹត្តិការណ៍ទីផ្សារប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី26ដល់ថ្ងៃទី30ខែឧសភាឆ្នាំ2025នៅថ្ងៃច័ន្ទនេះយើងទទួលបានអំពីការឡើងថ្លែងសន្និដ្ឋានពីសំណាក់ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកគឺលោក Jerome Powell និងប្រធានធនាគារកណ្ដាលសហភាពអឺរ៉ុបលោកស្រី Lagarde ផងដែរសម្រាប់ថ្ងៃអង្គារវិញយើងទទួលបានអំពីរបាយការណ៍ការបញ្ជាទិញទំនិញប្រើប្រាស់បានយូររបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងបន្តិចត្រឹមដក 0.1% បើធៀបទៅនឹងទិន្នន័យចាស់គឺដក 0.4% រួមផ្សំទាំងរបាយការណ៍ទំនុកចិត្តអតិថិជនផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើង 87.1 បើធៀបទៅនឹងទិន្នន័យចាស់គឺ 86 ជាចុងក្រោយគឺការឡើងថ្លែងសន្និដ្ឋានពីសំណាក់ប្រធានធនាគារកណ្ដាលប្រទេសស្វីសគឺលោក Lagarde ផងដែរចំពោះថ្ងៃពុធវិញយើងនឹងទទួលបានអំពីរបាយការណ៍អតិផរណារបស់ប្រទេសអូស្ត្រាលីដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹម 2.3% បើធៀបទៅនឹងទិន្នន័យចាស់គឺ 2.4% របាយការណ៍អត្រាការប្រាក់ជាផ្លូវការរបស់ប្រទេសញូហ្សេឡង់ដែលត្រូវបានគេរំពឹងទុកថាធនាគារកណ្ដាលញូហ្សេឡង់នឹងធ្វើការសម្រេចចិត្តក្នុងការកាត់បន្ថយអត្រាការប្រាក់ចំនួន25 basis point ដែលអាចកាត់បន្ថយពីចន្លោះ 3.50% មកត្រឹម 3.25% និងការឡើងថ្លៃសន្និដ្ឋានពីសំណាក់សមាជិកធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក Christopher Fuller ផងដែរចំណែកឯថ្ងៃប្រហោះវិញយើងនៅទទួលបានអំពីរបាយការណ៍មួយចំនួនដូចជារបាយការណ៍កិច្ចប្រជុំរបស់សមាជិកធនាគារកណ្ដាលសហរដ្ឋអាមេរិករួមទាំងរបាយការណ៍ទិន្នផលសរុបក្នុងស្រុកប្រចាំត្រីមាសរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានទិន្នន័យដក 0.3% ដែលដូចទៅនឹងទិន្នន័យចាស់និងទិន្នន័យ jobless claim របស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងមកត្រឹម 229,000 នាក់បើធៀបទៅនឹងទិន្នន័យចាស់គឺ 227,000 នាក់ជាចុងក្រោយនៅថ្ងៃសុក្រវិញយើងនឹងទទួលបានអំពីរបាយការណ៍សន្ទុះតម្លៃទំនិញប្រើប្រាស់របស់ប្រទេសអាល្លឺម៉ង់ដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹម 0.1% បើធៀបទៅនឹងទិន្នន័យចាស់គឺ 0.4% រួមផ្សំទាំងរបាយការណ៍ទិន្នផលសរុបក្នុងស្រុករបស់ប្រទេសកាណាដាដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងមកត្រឹម 0.2% បើធៀបទៅនឹងទិន្នន័យចាស់គឺដក 0.2% និងរបាយការណ៍សំខាន់សម្រាប់សប្តាហ៍នេះគឺសន្ទុះតម្លៃនៃចំណាយរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងមកត្រឹម 0.1% បើធៀបទៅនឹងទិន្នន័យចាស់គឺ 0% សូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight